ตาអ្នកធ្លាប់ឃើញផ្កាពណ៌ស្វាយដ៏ស្រស់ស្អាតនេះដែរឬទេមនុស្សជាច្រើនគ្រាន់តែដើររំលងវាដោយមិនដឹងថារុក្ខជាតិតូចមួយនេះមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងវីដេអូនេះយើងនឹងនាំអ្នកទៅស្គាល់ពីដើមស្លឹកផ្កាកន្លែងដែលវាដុះនិងព័ត៌មានអំពីការប្រើប្រាស់របស់វាក្នុងអត្ថបុរាណសូមទស្សនាវីដេអូនេះរហូតដល់ចប់ដើម្បីកុំឲ្យខកខានព័ត៌មានគួរឲ្យចាប់អារម្មណ៍កុំទាន់រំលងវីដេអូនេះការតូចមួយដែលអ្នកឃើញនៅតាមវាលស្មៅនេះអាចលាក់នៅរឿងរ៉ាវដែលមនុស្សជាច្រើនមិនធ្លាប់ដឹងតើវាជារុក្ខជាតិអ្វីតើវាមានអត្ថប្រយោជន៍អ្វីខ្លះសូមមកស្វែងយល់ជាមួយយើងនៅក្នុងវីដេអូនេះសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងមកស្គាល់រុក្ខជាតិមួយប្រភេទដែលមានផ្កាពណ៌ស្វាយស្រាលស្រស់ស្អាតហើយដុះឃើញជាញឹកញាប់នៅតាមវាលស្មៅចំការមាត់ផ្លូវនិងកន្លែងមានសំណើមរុក្ខជាតិនេះមានឈ្មោះវិទ្យាសាស្ត្រថា Acacia gangetica លក្ខណៈទូទៅរុក្ខជាតិនេះជារុក្ខជាតិស្មៅអាយុច្រើនឆ្នាំដើមមានពណ៌បៃតងទន់ហើយអាចលូនតាមដីឬឡើងតាមរុក្ខជាតិផ្សេងបានវាលូតលាស់លឿនហើយងាយដុះខ្លាំងនៅរដូវភ្លៀងឬមានលក្ខណៈជាលសរសៃនៅពេលដើមប៉ះដីវាអាចចេញឫសថ្មីតាមថ្នាំងបានដែលជួយឲ្យវារីករាលដាលយ៉ាងឆាប់រហ័សស្លឹកមានរាងពងក្រពើឬរាងបេះដូងតូចគែមស្លឹកមានធ្មេញតូចហើយស្លឹកមានពណ៌បៃតងស្រស់ផ្កាជាចំណុចទាក់ទាញបំផុតវាមានពណ៌ស្វាយស្រាលឬខណៈផ្នែកកណ្ដាលមានពណ៌ស្វាយចាស់ផ្កាមានរាងដូចត្រែហើយរីកជាបន្តបន្ទាប់ស្ទើរពេញមួយឆ្នាំប្រសិនបើមានទឹកគ្រប់គ្រាន់ផ្លែនិងគ្រាប់បន្ទាប់ពីផ្ការីកនឹងត្រូវបានបំពុលដោយសត្វល្អិតវានឹងបង្កើតជាផ្លែរាងវែងតូចនៅពេលផ្លែទុំវាបែកចេញហើយបាញ់គ្រាប់ឲ្យរាលដាលទៅជុំវិញដែលជាវិធីធម្មជាតិក្នុងការបន្តពូជកន្លែងដុះរុក្ខជាតិនេះចូលចិត្តដីមានសំណើមនិងពន្លឺថ្ងៃគ្រប់គ្រាន់វាដុះបាននៅតាមវាលស្មៅសួនច្បារចម្ការនិងមាត់ផ្លូវអត្ថប្រយោជន៍រុក្ខជាតិនេះមានអត្ថប្រយោជន៍ជាច្រើនដូចជារុក្ខជាតិលម្អព្រោះផ្កាស្រស់ស្អាតជួយគ្របដណ្ដប់ដីកាត់បន្ថយការហូរដី Acacia gangetica គឺជារុក្ខជាតិដែលមានផ្កាស្រស់ស្អាតងាយដុះនិងមានតួនាទីល្អក្នុងបរិស្ថានដូចជាជួយទាក់ទាញសត្វល្អិតបំពុលផ្កានិងគ្របដណ្ដប់ដីទោះបីជាមានការប្រើប្រាស់ក្នុងអត្ថបុរាណនៅតំបន់ខ្លះក៏ដោយក៏ភស្តុតាងវិទ្យាសាស្ត្រសម្រាប់ការព្យាបាលជំងឺនៅមានកម្រិតដូច្នេះគួរយកចិត្តទុកដាក់និងកុំប្រើជំនួសការព្យាបាលតាមវេជ្ជសាស្ត្រសម័យទំនើបដើមទុនមានពណ៌បៃតងហើយអាចមានរោមតូចដើមមានសមត្ថភាពបែកមែកច្រើនធ្វើឲ្យរុក្ខជាតិមើលទៅស្រស់ស្អាតនិងក្រាស់
ការតាក់ទាញឃ្មុំនិងមេអំបៅដែលជួយដល់ការបំពុលផ្ការបស់រុក្ខជាតិផ្សេងនៅតំបន់ខ្លះគេប្រើជាចំណីសត្វដូចជាគោពែនិងទន្សាយការប្រើប្រាស់ក្នុងអស្ចារ្យបុរាណនៅប្រទេសមួយចំនួនរុក្ខជាតិនេះត្រូវបានប្រើក្នុងអស្ចារ្យបុរាណដោយប្រើស្លឹកឬដើមគេជឿថាអាចជួយបន្ថយការរលាកជួយឲ្យរបួសតូចឆាប់ជាសះស្បើយបំបត្តិការឈឺចាប់បន្តិចបន្តួចប្រើក្នុងការថែទាំស្បែកប៉ុន្តែសូមបញ្ជាក់ថារហូតមកដល់បច្ចុប្បន្នមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដែលបញ្ជាក់ថាវាអាចព្យាបាលជំងឺទាំងនេះបានយ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់មនុស្សទេដូច្នេះមិនគួរយកវាមកជំនួសថ្នាំពេទ្យឬប្រើបរិភោគដោយខ្លួនឯងឡើយការប្រុងប្រយ័ត្នបើទោះបីជារុក្ខជាតិនេះត្រូវបានប្រើក្នុងអស្ចារ្យបុរាណក៏ដោយអ្នកមិនគួរប្រើវាព្យាបាលជំងឺដោយខ្លួនឯងទេប្រសិនបើមានជំងឺឬមានគម្រោងប្រើរុក្ខជាតិជាឱសថគួរពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញជាមុនសិនសេចក្តីសន្និដ្ឋានកំណាព្យផ្កាស្វាយក្នុងវាលស្មៅផ្កាស្វាយរីកស្រស់លម្អវាលស្មៅខៀវរំលេចពណ៌ទន់ទាវល្អឆើតឆាយក្រៃដើមតូចទូសាមញ្ញក៏មានតម្លៃបន្ថែមពណ៌ធម្មជាតិឲ្យផែនដីស្រស់ស្លឹកបៃតងខ្ចីរំភើបចិត្តក្រៃផ្ការីករាល់ថ្ងៃតាក់ទាញឃ្មុំហើររួចជាមួយខ្យល់ភ្លៀងមិនខ្លាចក្តៅក្រហាល់សម្រស់នៅតែភ្លឺបំព្រងភូមិស្រុកមនុស្សយើងគួរស្រឡាញ់ថែរក្សាព្រៃព្រឹក្សាកុំកាប់បំផ្លាញវាដោយខ្វះការគិតធម្មជាតិផ្ដល់ជីវិតផ្ដល់ខ្យល់បរិសុទ្ធឲ្យយើងរស់សុខសាន្តជារៀងរាល់ថ្ងៃសូមអរគុណប្រិយមិត្តដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះសូមជួយចុច Like Share Subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីលើកទឹកចិត្តដល់ការផលិតវីដេអូថ្មីបន្តទៀតសូមអរគុណនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងជួបតែសំណាងល្អ